ចំណែកឯថនិកសត្វដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងផ្សេងទៀតគឺមានដូចជាទោចថ្ពាល់លឿងនេសាទបាទថ្មីនេះមានការសិក្សាស្រាវជ្រាវរបស់ពុម្ពផ្សាយមួយដែលកត់ត្រានៅពពួកធនិកសត្វដែលកំពុងរងការគំរាមកំហែងចំនួន7ប្រភេទមកពីឧទ្យានជាតិវ៉ឺនសាយសៀមប៉ាងភាគខាងជើងនៃប្រទេសកម្ពុជាបាទកំណត់ត្រាសត្វទាំង7ប្រភេទនេះត្រូវបានចងក្រងនឹងបោះពុម្ពផ្សាយក្នុងទស្សនវិស័យអន្តរជាតិដែលមានការដឹកនាំនិងសហការដោយក្រសួងបរិស្ថានអង្គការអភិរក្សអន្តរជាតិនិងអង្គការសម្ព័ន្ធធម្មជាតិនិងសត្វព្រៃភាសាទាំងអស់នោះគឺមានដូចជាខ្លាពពកបាទមានដូចជាខ្លាឃ្មុំមានដូចជាទន្សោងស្វាផ្ទុយសជើងក្រហមកេះពង្រូលនិងទុយថ្ពាល់លឿងអេសានជាដើមក្នុងចំណោមសត្វទាំងអស់មានប្រភេទខ្លាពពកនិងខ្លាឃ្មុំតូចដែលជាប្រភេទដែលមានវត្តមាននៅភូមិភាគអាស៊ីអាគ្នេយ៍ប៉ុន្តែវាកំពុងរងការគំរាមកំហែងនៅក្នុងតំបន់ដែលវារស់នៅចំណែកឯថនិកសត្វដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងផ្សេងទៀតគឺមានដូចជាទោចថ្ពាល់លឿងនេសាទនិងស្វាកន្ទុយសជើងក្រហមដែលជាប្រភេទជិតផុតពូជនិងជិតផុតពូជបំផុតនៅក្នុងប្រទេសកម្ពុជាប្រភេទទាំងពីរនេះមានវត្តមានតែនៅតំបន់ភាគឦសានតែប៉ុណ្ណោះវាគឺជាប្រភេទប្រចាំតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាពួកវាជិតផុតពូជដោយសារតែទីជម្រករបស់ពួកវាមានតែនៅតំបន់ជួរភ្នំជាចំណុចប្រសពព្រំដែនកម្ពុជាឡាវនិងវៀតណាមហើយនៅកម្ពុជាយើងប្រភេទទាំងពីរហ្នឹងវានៅតែតំបន់ភូមិភាគឦសានហ្នឹងទេវាជាប្រភេទប្រចាំតំបន់គឺនៅតំបន់បឺនសាយសៀមប៉ាងនិងឈានជាតិព្រះជ័យសត្វផ្សេងទៀតដែលជិតផុតពូជបំផុតគឺមានដូចជាពង្រូលនិងទន្សោងពួកវាមានវត្តមាននៅតំបន់ដីគោកនៃភូមិភាគអាស៊ីអាគ្នេយ៍ក៏ប៉ុន្តែទីជម្រករបស់វាកំពុងតែទទួលរងការគំរាមកំហែងបែកខ្ញែកទៅតាមតំបន់តូចតូចដែលធ្វើឲ្យពួកវានេះមានការបាត់បង់ចំនួនឯកតៈរហូតត្រូវបានចាត់ទុកជាប្រភេទដែលជិតផុតពូជបំផុតរីឯសត្វកេះដែលជាប្រភេទរងការគំរាមកំហែងក៏ត្រូវបានរកឃើញនិងកត់ត្រានៅក្នុងការសិក្សាស្រាវជ្រាវនេះផងដែរអញ្ចឹងសួរថាតើអ្វីដែលជាអត្ថន័យបាទដែលជាអត្ថន័យនៃការសិក្សាស្រាវជ្រាវក៏ដូចជាសារៈសំខាន់នៃការសិក្សាស្រាវជ្រាវដែលបានបោះពុម្ពផ្សាយទាំងអស់ហ្នឹងដែលមានរួមទាំងសត្វដែលជិតផុតពូជទាំង3ប្រភេទហ្នឹងហើយនឹងមានក្រុមសត្វផ្សេងទៀតដូចជាសត្វជិតផុតពូជបាទហើយនឹងសត្វដែលកំពុងរងការគំរាមកំហែងហើយនេះគឺជាសារសំខាន់សម្រាប់តំបន់បួនសាយសៀមប៉ាងសម្រាប់ឧទ្យានជាតិបួនសាយសៀមប៉ាងវាអាចឆ្លុះបញ្ចាំងថាតំបន់វ៉ឺនសាយសៀមប៉ាងឧទ្យានជាតិវ៉ឺនសាយសៀមប៉ាងគឺជាកន្លែងដែលនៅមានសក្តានុពលក្នុងការទ្រទ្រង់វិតសត្វដែលកំពុងរងការគំរាមកំហែងហើយវាចង្អុលបង្ហាញថាវាទាមទារឲ្យមានការចូលរួមនៅក្នុងការការពារនៅក្នុងការអភិរក្សជីវិតសត្វព្រៃទាំងអស់ក៏ដូចជាធនធានធម្មជាតិព្រៃឈើដែលមាននៅក្នុងតំបន់ឧទ្យានជាតិទាំងអស់នេះហើយគឺជាសារដូច្នេះយើងទាំងអស់គ្នាបាទត្រូវតែចូលរួមនៅក្នុងការការពារថែរក្សាដើម្បីទុកជារតនសម្បត្តិធម្មជាតិសម្រាប់ប្រទេសកម្ពុជានេះគឺជាអត្ថន័យនិងជាសារៈសំខាន់នៃការរកឃើញនេះ